បងប្អូននេះHonda Dream Series ឆ្នាំ2026យកមកបញ្ឆេះម៉ាស៊ីនគឺបងប្អូនស្ដាប់សំឡេងតាមថាសំឡេងម៉ាស៊ីនម៉ូតូនេះវាខុសពីស៊េរីចាស់អានេះបើតាមសម្រាប់ខ្ញុំណាបងប្អូនHonda Dream 2026ថាសំឡេងវារៀងធ្ងន់ឥឡូវចាំបងប្អូនស្ដាប់ទាំងអស់គ្នាចង់ដឹងថាវាខុសគ្នាពីស៊េរីមកអត់ថាបងប្អូនធ្លាប់ប្រើហើយចាំជួយ comment ប្រាប់ខ្ញុំនៅខាងក្រោមវីដេអូផងអូខេឥឡូវយើងមើលរូបរាងខាងក្រៅของម៉ូតូសិនម៉ូតូពីថ្មីយើងវាបដូរផ្លាកកបដូរដាច់ហើយនេះក៏ខុសគ្នាដែរផ្លាកកខ្មៅនេះអត់ដូចគ្នាទេដល់ន័យថាគ្រឿងខុសគ្នាផ្លាកករបស់025 024 023គឺដាក់អត់ត្រូវជាមួយ026ដូរផ្លាកកនេះបងប្អូនហើយសម្រាប់តាមគឺរក្សាទៅតាមសងខាងដូច025ដដែលប៉ុន្តែគ្រាន់តែរចនាខុសឡើងនេះបងប្អូនវារៀងខុសឡើងមកលើនេះបើស្ទាបទៅវាក្រើមសាច់ស្អាតដែរហើយជាមួយនឹងតាមខាងក្រោយក៏ប្រើលក្ខណៈប្រភេទខុសដែរអូខ្យល់ខ្លាំងណាស់តាមខាងក្រោយនេះហើយស៊េរីថ្មីនេះមានក្រូមេមកវែងពីចាត់មានតែស៊េរីការ0.4 ក្រាមក្រូមេតាឈ្នន់ប្រាំងនិងចង្កឹះលេខទេតែស៊េរីថ្មីនេះមកវែងនេះក្រូមេដែរឃើញខុសប៉ុណ្ណឹងឯងខុសផ្លាកកខុសមកវែងហើយនឹងខុសកុងទ័រក៏បដូរថ្មីដែរកុងទ័រស្អាតដែរមានក្បាច់ការដួលនៅក្នុងកុងទ័រនេះដែរបងប្អូននិយាយទៅបើសិនជាស្រាប់ខ្ញុំស្រឡាញ់ប្រភេទនេះជាមួយនឹងក្រុមហ៊ុនមានធានា2ឆ្នាំបងប្អូនចោលផ្លាក់តាមបានលើបច្ឆេះនេះសំឡេងវាបងមានដមីមានហ្វានេះភ្លើងដមីពេលបើកដមីនោះភ្លើងនៅលើនេះបងប្អូនភ្លើងនៅមាត់នេះហើយដល់ពេលដែលយើងបើកហ្វាមកបើកហ្វាភ្លើងហ្វាមានហ្វាមានកូនភ្លើងសងខាងពីរហើយពេលដែលយើងបើកភ្លើងហ្វាមកភ្លើងកណ្ដាលទៀតញោបើសិនជាខ្ញុំគិតថាសម្លេងវាស្គនជាងមុនតែសម្រាប់បងប្អូនយល់យ៉ាងម៉េចដែរគឺ comment នៅក្រោមវីដេអូហ្នឹងបើសិនជាចង់សាកសួរពីព័ត៌មានផ្សេងៗក៏អាច comment ពីក្រោមវីដេអូនេះមកទៅខ្ញុំបានឆ្លើយបើសិនជាខ្ញុំអាចធ្វើវីដេអូបញ្ជូនក៏បានបងប្អូនអញ្ចឹងសម្រាប់អ្នកចូលមើលថ្មីកុំភ្លេចជួយ Subscribe YouTube របស់ខ្ញុំផងដើម្បីជួយកម្លាំងចិត្តក្នុងវីដេអូក្រោយៗទៀតអូខេវីដេអូមានប៉ុណ្ណឹងអរគុណច្រើនបងប្អូនស្អាតស្រឡាញ់មើលទៅស្រឡាញ់